បងប្អូនស្គាល់ស្ងាយអត់ You know weeds? ស្គាល់ទេបងប្អូនធ្វើចំការស្គាល់ហើយមែនទេ If you guys do farming, you'll know. បាទហើយខ្ញុំទៅស្គាល់មួយរយៈមុននេះទេ And I just know recently. ពីព្រោះស្ងាយវាមើលទៅស្តៀងស្រូវដើមស្រូវមែនទេ Because the weeds, they look similar to the wheat. ហើយប្រហែលជាក្របពូជវាក៏ស្តៀងក្របស្រូវដែរមែនទេពេលខ្លះ And the seeds are also similar. ប៉ុន្តែគេអត់ប្រមូលផលស្ងាយទេមែនទេ But they don't harvest the weeds. គេប្រមូលតែផលក្របស្រូវទេមែនទេ They only harvest the wheat. អញ្ចឹងក្របពូជនៃស្ងាយគឺជាអ្វីមួយដែលព្រះយេស៊ូវគ្រីស្ទបានមានការថ្លែងព្រះបន្ទូល And the seeds of the weeds are what Jesus has said in the parable. ហើយនៅចំនួនព្រះយេស៊ូវគ្រីស្ទបងប្អូនមានប្រភេទស្ងាយដែរដូចគ្នា And in that time, there's also a type of wheat. ហើយខ្ញុំមិនដឹងថាប្រភេទស្ងាយនៅចំនួននៅអ៊ីស្រាអែលហ្នឹងអត់ដូចជាស្ងាយទៅស្រុកយើងទេ And I'm not sure if the type of weeds in Israel is similar to the type of weeds here. គ្រាន់តែជាប្រភេទមហាជាប្រភេទស្មៅមួយយ៉ាងដែលគេអត់ច្រូតវាយកទៅញ៉ាំទេ Maybe it can be a type of grass that they don't harvest and eat. ក្នុងគម្ពីរម៉ាថាយជំពូក13ខ24បានចែងបែបនេះព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលជាប្រស្នាមួយទៀតថាបរិយព្រះអង្គប្រៀបដូចជាបុរសម្នាក់ដែលគេព្រោះក្របពូជល្អនៅក្នុងស្រែរបស់គាត់ So according to the video, it is about a parable. And if we look to Matthew chapter 13, verse 24, Right. it is said that the kingdom of heaven is like a man who sowed good seeds in his field. បាទដូចជាបុរសម្នាក់ដែលគោលបំណងគាត់ព្រោះក្របស្រូវល្អនៅក្នុងស្រែហ្នឹង Just like a man who he sowed good seeds into his field. ប៉ុន្តែគាត់មានខ្មាំងសត្រូវ But he has an enemy. នៅពេលដែលអត់មានអ្នកណាគេមើលឃើញនៅយប់ឡើងខ្មាំងរបស់គាត់មកព្រោះក្របពូជអត់ល្អដែលជាក្របពូជស្ងាយហ្នឹង When everyone was sleeping at night, the enemy came and sowed bad seeds. វាជាប្រស្នាមួយដែលព្រះអង្គបានប្រាប់ទៅកាន់វងមនុស្សជាច្រើន It is a parable that Jesus told to many people. ហើយព្រះអង្គបន្តទៀតថាមានពេលមួយអ្នកបម្រើរបស់ម្ចាស់ស្រែហ្នឹងមកប្រាប់គាត់ And Jesus also said that one time the servant came and asked, យើងព្រោះតែក្របពូជល្អទេមិនក៏ធំឡើងមានសង្ហែដែរ the man only sowed good seed, but where did the weeds, the bad seed, come from? អញ្ចឹងអ្នកបម្រើគាត់សួរទៅកាន់ម្ចាស់ស្រែហ្នឹងថាយើងគួរតែច្រូតចេញឲ្យហើយតែម្ដងដកសង្ហែហ្នឹងចេញតែម្ដងឬក៏យ៉ាងម៉េច So the servants asked the man, should we pull the weeds out? ម្ចាស់ចំការតបបែបនេះនៅក្នុងគម្ពីរម៉ាថាយដែលយើងមិនឃើញមិញនេះគឺកុំអីបើអ្នករកគ្នាដកក្រែងលោដោយស្រូវមកជាមួយដែរទុកឲ្យវាដុះជាមួយគ្នាតស្រូវទុំចោះពេលនោះខ្ញុំនឹងប្រាប់ឲ្យអ្នករកគ្នាច្រូតហើយប្រមូលស្រងែចងជាច្បាច់យកទៅដុតចោលសិនរួចចាំប្រមូលស្រូវមកដាក់ចង្រុកខ្ញុំសំទោសអ្នកម្ចាស់ចំការគាត់ប្រាប់ថាកុំតន់ច្រូតនៅចាំសិន The man said no. បាទចាំដល់ស្រូវទុំរដូវចម្រូតចាំយើងច្រូត When it is the harvest time and the seeds sprouted, then the servants can uproot the weeds. ហើយគាត់ប្រាប់ច្បាស់ទៀតថានៅពេលដែលច្រូតហើយយកសង្ហែចងម្ដុំហើយយកទៅដុតចោល And the man also told the servants to uproot the weeds and tie them in bundles and burn them in the fire. យកទៅក្របពូជស្រូវទៅដាក់ក្នុងចង្រុក And pull the good seeds and keep them. ហើយប្រហែលជាបងប្អូនកំពុងតែមានចម្ងល់ថាប្រស្នាហ្នឹងគេចង់បានន័យថាម៉េច And maybe you guys are also wondering what the parable means. អញ្ចឹងព្រះអង្គបានបញ្យល់ទៅកាន់សាវករបស់ព្រះអង្គបែបនេះ And God explained to his disciples. នៅពេលដែលបងប្អូនអាននៅក្នុងម៉ាថាយជំពូក13ខទី36 43បន្តទៅទៀតពេលក្រោយណាព្រះអង្គមានប្រាប់បន្ទូលថាបុត្រមនុស្សព្រោះក្របពូជល្អ Jesus answered from verse 36 to 43. The person who sowed good seed is like the Son of God. បាទដូចជាម្ចាស់ចំការដែលគាត់ព្រោះក្របពូជស្រូវល្អទៅកាន់ស្រែរបស់គាត់ហ្នឹង Yes, and he's like the man who sowed good seeds into his field. ស្រែមានអត្ថន័យថាពិភពលោកនេះ The field means the world. តោះនេះស្រែ Are you guys clear? គឺជាពិភពលោកនេះ Yes, the field is the world. ក្របពូជល្អដែលនឹងត្រូវចូលដំណាក់ព្រះអង្គបរិយព្រះអង្គ The good seeds are like the people that will enter the kingdom of God. គឺជាក្របពូជស្រូវដែលគេយកដាក់ក្នុងចង្រុក
it's like the good seeds that are harvested and put into the barn. ស្រងែតំណាងឲ្យកូនចៅរបស់មារ The weeds, the bad seeds, are like the son of evil អ្នកដែលអត់ជឿទៅលើព្រះអង្គ that don't believe in God, អ្នកដែលធ្វើអំពើទុច្ចរិត that commit sins, អត់លន់តួទៅកាន់ព្រះអង្គ does not repent. សត្រូវដែលព្រោះក្របពូជស្រងែហ្នឹងដូចជាមារសាតាំងចឹង The enemy that sowed bad seeds is like the devil. បងប្អូនសមាសម័យរដូវចម្រោតតើព្រះអង្គចង់មានអត្ថន័យថាម៉េច So, do you guys know what the harvest time means? ជាធម្មតាស្រូវទុំយើងមិនច្រូតមែនទេ So, normally, when the seed sprouts, you will pull it up. ចុះរដូវចម្រោតនៅកន្លែងនេះតើព្រះអង្គចង់បានអត្ថន័យយ៉ាងម៉េច So, what does the harvest time mean? ព្រះអង្គចង់សំដៅទៅលើថ្ងៃចុងក្រោយលើផែនដីនេះ God is talking about the end of the age. នៅពេលដែលព្រះអង្គធ្វើចម្រោត When God does the harvesting, មានន័យថាព្រះអង្គត្រឡប់មកវិញ that means God will come to the earth again. ក្របពូជដែលល្អនឹងទៅជាមួយព្រះអង្គ The good seeds will come with God. ស្រងែនឹងចងម្ដុំ The bad seeds will be tied into bundles ហើយគេនឹងយកទៅដុតចោល and will be thrown and burned. ឥឡូវយើងចាប់ផ្ដើមឃើញ yes ប្រស្នានេះចង់បានន័យថាថ្ងៃចុងក្រោយព្រះអង្គនឹងយកតែអ្នកដែលជឿទៅលើព្រះអង្គថ្វាយបង្គំព្រះអង្គ According to the meaning of the parable, God will harvest only the good seed, and the bad seed will be thrown to the fire. ហើយយើងឃើញនៅក្នុងប្រស្នាមិញម្ចាស់ចំការគេនិយាយថាកុំតន់ច្រូតអីចាំឲ្យស្រូវទុំសិន According to the parable, we know that the man has said no, and you told the servants shouldn't pull the bad seeds yet. បើច្រូតឥឡូវវានឹងនាំវានឹងដោយជាមួយនឹងស្រូវដែរ If you pull the bad seeds, you may uproot the wheat with them. អញ្ចឹងបានន័យថាព្រះអង្គទុកឱកាសដើម្បីឲ្យយើងកែប្រែចិត្តគំនិត So that means God gives everyone a chance. បើសិនជាបងប្អូនហើយបើសិនសមាសម័យបើយើងច្រូតឥឡូវចប់ឥឡូវតើមានប្រមាណអ្នកគាត់នឹងបាត់បង់ So imagine if God harvests the good seeds now, how many people will be lost? ព្រះអង្គស្រឡាញ់មនុស្សគ្រប់គ្នា God loves everyone. ព្រះអង្គចង់សង្គ្រោះមនុស្សគ្រប់គ្នា God wants to save every single one of us. ដូចជាម្ចាស់ស្រែចង់ប្រមូលផលល្អឲ្យច្រើន Just like the man who wants to harvest the good seeds. តែដល់រដូវកាលចុងក្រោយព្រះអង្គនឹងចម្រោតហើយ But at the end of the age, God will harvest. ឥឡូវនេះគឺជារដូវកាលដែលយើងនាំព្រះបន្ទូលរបស់ព្រះអង្គ Right now is the time that we can bring God's words, ពីព្រោះនៅពេលដែលដល់រដូវចម្រោតមកដល់ because when it is time to harvest, យើងត្រូវការអ្នកច្រូតមែនទេ we need someone to harvest it. យើងគឺជាអ្នកចម្រោត We are the harvesters. យើងនាំព្រះបន្ទូលទៅកាន់បងប្អូនដទៃ We bring God's word to other people ពីព្រោះយើងជាគ្រាប់ពូជល្អ because we are the good seeds. យើងចង់បែងចែកអ្វីដែលល្អអ្វីដែលអត់ល្អហើយនឹងល្អឆ្ងាយពីគ្នា We want to differentiate the good and the bad. ហើយដូច្នេះហើយបានជាប្រយោគមួយគេនិយាយថាកុំគេចវេះបងប្អូនដែលអត់ទាន់មានជំនឿលើព្រះយេស៊ូវគ្រីស្ទ So there's a saying, don't avoid non-Christians បាទយើងត្រូវព្រោះយើងនឹងរស់នៅលើផែនដីនេះលាយឡំជាមួយនឹងមនុស្សគ្រប់បែបយ៉ាង because we will live in this world blending in with many other people, ជាមួយនឹងជំនឿគ្រប់បែបយ៉ាង with many other ជាមួយនឹង beliefs, មនុស្សគ្រប់ប្រភេទ with many kind of people, ទាំងធ្វើល្អធ្វើអត់ល្អ with doing good and doing bad. ដូចជាស្រូវនិងស្រងែដោះជាមួយគ្នា Just like the wheat and the weeds sprouting together. យើងនឹងដល់រដូវកាលចម្រោត We will come to the harvesting time. ព្រះអង្គប្រមូលតែគ្រាប់ពូជល្អទេ God will only harvest the good seeds. ហើយគ្រាប់ពូជល្អគឺជាបងប្អូននិងកូនចៅរបស់ព្រះ And the good seeds are us, and as we are the children of God. ហើយគ្រាប់ពូជអត់ល្អគឺជាកូនចៅរបស់មារ And the bad seeds are the children of evil, រួមទាំងអ្នកដែលអត់តន់ទទួលជឿព្រះអង្គ including the one that haven't believed in អ God. ញ្ចឹងបេសកកម្មយើងក្នុងនាមជាអ្នកដែលចម្រោតយើងត្រូវការខំប្រឹងឲ្យហើយ Our mission as the harvesters, we need to harvest more. អត់ត្រូវគេចវេះពីអ្នកដែលអត់តន់ជឿព្រះអង្គទេ We don't avoid non-Christians. ចូលទៅកាន់ពួកគាត់ Go to them, លើកទឹកចិត្តគាត់ encourage them, អធិដ្ឋានសម្រាប់គាត់ pray for them, អញ្ជើញគាត់មកក្នុងក្រុមជំនុំ invite them to the church. បាទបង្កើតក្រុមទូចនៅកន្លែងដែលបងប្អូនរស់នៅ Can create a small group. ពួកបេសកកម្មដំណឹងល្អមិនមែនតែគ្រូកងវិលទេ
Because the mission is not just only the preacher, គឺពួកយើងម្នាក់ៗ it's every one of us. ព្រោះយើងគឺជាអំបិលហើយនិងពន្លឺរបស់ព្រះអង្គ Because we are the salt and light of God. ពេលសេគ្រីស្ទបានចាប់កំណើត Jesus. នៅលើផែនដីនេះ Jesus was born. អាពេលព្រះអង្គមកដំបូងហ្នឹងព្រះអង្គមិនមែនមកក្នុងគោលបំណងនឹងកាត់ទោសយើងគ្រប់គ្នាទេ When Jesus came the first time, he did not want to judge us. ព្រះអង្គមកដើម្បីមានភាពទំនាក់ទំនងផ្ទាល់ជាមួយនឹងយើង God wants to have a relationship, communication with us. ព្រះអង្គមកដើម្បីបង្ហាញផ្លូវថ្មីក្នុងការរស់នៅ God came to give a new way to live, ដើម្បីបង្រៀនសិស្សរបស់ព្រះអង្គបង្កើតសិស្សបន្ថែមទៀត to teach his students so they can teach to other people, ដើម្បីរស់នៅដោយសេចក្តីស្រឡាញ់ក្នុងក្របពូជដែលអត់ល្អ to live with love. នេះគឺជាពេលដំបូងដែលព្រះអង្គមានបេសកកម្មមកនៅលើផែនដីនេះ This is the first time when God has a mission and he came to the world. មិនមែនក្នុងគោលបំណងច្រូតភ្លាមទេ Not to harvest immediately, ពីព្រោះព្រះអង្គជ្រាបថាក្របពូជអត់ល្អនិងក្របពូជអត់ល្អនិងល្អកំពុងតែនៅជាមួយគ្នា because God has said that the good seeds and the bad seeds are blending together right ដូច now. ជាដើមស្រូវនិងដើមស្ងាយនៅជាមួយគ្នា Just like the wheat and the weeds. បើច្រូតភ្លាមនឹងបាត់បង់ច្រើនអ្នកដើមក្របពូជល្អ If harvest immediately, we will lose loss of big profit. ចុះហើយបានជាព្រះអង្គរងចាំតម្រាំតែស្រូវទុំរដូវចម្រូតនឹងមកដល់ So that's why God is waiting for the harvest time. មានន័យថានៅរដូវកាលចុងក្រោយ It means that when it is the end of the world, នៅពេលដែលព្រះអង្គមកម្ដងទៀតលើកទី when God came for the second time, 2ហើយខ្ញុំមិនដឹងថាពេលណាទេ and I don't know when, ព្រោះព្រះអង្គចង់បានក្របពូជល្អបន្ថែមចូលជំរុករបស់ព្រះអង្គ and God wants more good seeds to come into his kingdom. អ្នកដែលកំពុងវង្វេងអ្នកដែលកំពុងបាត់បង់ The people who are lost and who are gone, តែបើព្រះអង្គមកលើកទី 2 ម្ដងទៀតដែលជាថ្ងៃចម្រូតថ្ងៃដែលច្រូតចុងក្រោយហ្នឹង and if God came for the second time, គឺជាពេលដែលកាត់ក្តីពិតប្រាកដនឹងមកហើយ is the judgment day. គឺជាពេលដែលនឹងត្រូវការប្រមូលក្របពូជល្អចូលជំរុក It is when he will harvest the good seeds to go into his kingdom ហើយនឹងប្រមូលសង្ហែចងម្ដុំយកទៅដុតចោល and tie the bad seeds into bundles and burn them.